ប្រុសប្រកែកស្រីប្រកាន់យុវជនម្នាក់ត្រូវជាប់ចោទពីបទរំលោភក្មេងស្រីអាយុ12ឆ្នាំនៅក្នុងផ្ទះសំណាក់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមបានឃាត់ខ្លួនយុវជនម្នាក់ពីបទរំលោភក្មេងស្រីអាយុ12ឆ្នាំក្នុងផ្ទះសំណាក់ដែលហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង6ល្ងាចថ្ងៃទី9ខែតុលាឆ្នាំ2021ក្រោយពីជនរងគ្រោះបានមកប្តឹងកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមប្រពន្ធព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាក្មេងស្រីរងគ្រោះមានអាយុ12ឆ្នាំជាជនជាតិខ្មែរអ៊ីស្លាមរស់នៅភូមិរកាក្រោមសង្កាត់សម្បួរមាសក្រុងកំពង់ចាមខេត្តកំពង់ចាមឪពុករបស់ជនរងគ្រោះបានប្តឹងឈ្មោះសួងអរុនភេទប្រុសអាយុ18ឆ្នាំជាជនជាតិខ្មែររស់នៅភូមិដង្កោសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញបានប្រព្រឹត្តសកម្មភាពរំលោភលើជនរងគ្រោះបានសម្រេចចំនួន1ដងកាលពីវេលាម៉ោង12:00នាទីថ្ងៃទី8ខែតុលាឆ្នាំ2021នៅចំណុចសន្តាគារយីហោហេងហេងបន្ទប់លេខ311ស្ថិតនៅក្នុងភូមិទី6សង្កាត់វាលវងក្រុងកំពង់ចាមខេត្តកំពង់ចាមសមត្ថកិច្ចបានបន្តថាក្រោយពីទទួលបានពាក្យបណ្ដឹងពីករណីនេះភ្លាមលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមបានចេញបទបញ្ជាឲ្យចាត់ការជាបន្ទាន់តាមនីតិវិធីនិងការសម្របសម្រួលពីលោកវងប៊ុនវិសុទ្ធព្រះរាជអាជ្ញាអមសាលាដំបងខេត្តកំពង់ចាមកាលពីវេលាម៉ោង7យប់ថ្ងៃខែឆ្នាំដដែលកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបកក្រាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តកំពង់ចាមសហការជាមួយកម្លាំងអាវុធហត្ថក្រុងកំពង់ចាមបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះសួងអរុនភេទប្រុសអាយុ18ឆ្នាំជាជនជាតិខ្មែររស់នៅភូមិចំការដងសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញនៅចំណុចសន្តាគារយីហោហេងហេងបន្ទប់លេខ311ស្ថិតនៅភូមិទី6សង្កាត់វាលវងក្រុងកំពង់ចាមខេត្តកំពង់ចាមរួចកម្លាំងជំនាញបានបញ្ជូនជនសង្ស័យខាងលើមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការបន្តតាមនីតិវិធីជាមួយគ្នានោះកម្លាំងជំនាញក៏បានធ្វើតេស្តរោគមេរោគ COVID-19 លើជនសង្ស័យហើយជាលទ្ធផលគឺអវិជ្ជមាននិងធ្វើតេស្តរោគសារធាតុញៀនលទ្ធផលឃើញវិជ្ជមានបច្ចុប្បន្នកម្លាំងជំនាញកំពុងចាត់ការបន្តតាមនីតិវិធីលើករណីនេះ